វិលជួបគ្នាសាជាថ្មីនៅទស្សនភាពស្រស់បំប្រងនៅក្នុងជំការរបស់បងខ្ញុំនៅថ្ងៃនេះខ្ញុំមានមុខម្ហូបដ៏ពិសេសមួយដែលចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាមុខម្ហូបដែលខ្ញុំនឹងត្រូវបង្ហាញនេះជាដំបូងគឺខ្ញុំត្រូវកាប់ដើមឫស្សីមួយដើមដើម្បីធ្វើជាឆ្នាំងក្នុងការចម្អិនមុខម្ហូបដែលខ្ញុំត្រូវចម្អិនសម្រាប់មុខម្ហូបដែលខ្ញុំនឹងបង្ហាញបងប្អូននោះគឺជាមុខម្ហូបបែបអ្នកព្រៃមុខម្ហូបដែលខ្ញុំត្រូវបង្ហាញនោះមានឈ្មោះថាសម្លម្ជូរព្រៃស្លឹកម្កាក់សាច់គោញាត់បំពុះឫស្សីខ្ញុំមានស្លឹកម្កាក់ដែលជាត្រួយខ្ញុំបេះមកហើយខ្ញុំសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំមានសាច់គោ3ខាំសាច់គោ3ខាំនេះគឺខ្ញុំហាន់ជាចំណិតទូចមិនទូចពេកទៅបានល្មមឥឡូវខ្ញុំហាន់រំដេងនេះគឺជារំដេងខ្លួនឯងបាទខ្ចីល្អបាទខ្ញុំប្រើគល់ស្លឹកគ្រៃ3គល់ល្មៀតដើម្បីយក color បន្ទាប់មកខ្ញុំដាក់ប្រហុកបន្តិចចិញ្ច្រាំឲ្យម៉ត់បែបនេះនៅពេលដែលខ្ញុំចិញ្ច្រាំហើយខ្ញុំញាត់គ្រឿងខ្ញុំអត់ប្រើខ្ទឹមប្រើអីទេបងប្អូនខ្ញុំប្រើតែគ្រឿងប៉ុណ្ណឹងបាទសាមញ្ញងាយញាត់វាចូលទៅហើយបន្ទាប់មកយើងញាត់សាច់គោចូលទៅក្នុងបំពង់នឹងហើយបាទញាត់បែបហ្នឹងបាទពេលដែលយើងញាត់សាច់គោហើយយើងមានខ្ញុំមាននេះម្ទេសផ្លោកបាទតើខ្ញុំញាត់ម្ទេសផ្លោកហើយស្លឹកម្កាក់ដែលបេះបានមិញហ្នឹងបាទហាន់វាឲ្យល្អិតបែបហ្នឹងពេលយើងហាន់វាល្អិតហើយយើងច្រាំវាបែបនេះបាទយើងច្រាំវាឲ្យម៉ត់បន្តិចដើម្បីឲ្យវាចូលជាតិចេញជាតិជូរល្អបាទបន្ទាប់មកខ្ញុំដាក់ចូលទៅក្នុងបំពង់ជាមួយគ្នាក្នុងពេលតែមួយនឹងតែម្ដងបាទអត់មានដំណាក់កាលអីច្រើនទេញាត់សាច់គ្រឿងសក្តិស្អីម្កាក់អីហ្នឹងចូលជាមួយគ្នាទៅពេលដែលខ្ញុំញាត់អស់ហើយខ្ញុំដាក់ស្ករស2ស្លាបព្រាទូចប៊ីចេង300គ្រាប់តមកខ្ញុំដាក់អំបិលខ្ញុំអត់ប្រើម្ជូរអីទៀតទេពីព្រោះស្លឹកម្កាក់គឺយើងជូរហើយបាទហើយមួយទៀតគឺខ្ញុំថែមនៅប្រេងឆាហើយពេលដែលយើងធ្វើហើយក៏ពិតខ្ញុំថែមទឹកខ្ញុំដាក់ទឹកហើយបងប្អូនខ្ញុំអត់បានថតបង្ហាញបងប្អូនយើងដាក់នៅក្នុងភ្លើងភ្នក់ភ្លើងបែបហ្នឹងទៅបាទសម្រាប់មុខម្ហូបនេះគឺខ្ញុំប្រើពេល35នាទីបាទអស់រយៈពេល35នាទីមកគឺឆ្អិនល្មមបងប្អូនឆ្អិនល្មមដោយសារសាច់គោដែលខ្ញុំជ្រើសរើសយកមកចម្អិននេះគឺជាសាច់គោរាងផុយដែរបាទឆាប់ផុយបាទហើយបើនិយាយអំពីក្លិនវិញអូយឈ្ងុយមែនទែនបងប្អូនឈ្ងុយធានាថាឆ្ងាញ់បាទបងប្អូនអាចសាកមើលធ្វើបែបនេះបាន